រឿងនេះចាំយើងនិយាយគ្នានៅពេលក្រោយការិយាល័យសាខានៅអឺរ៉ុបមានបញ្ហាបន្តិចបន្តួចខ្ញុំត្រូវទៅដោះស្រាយវាយន្តហោះចិត្តហោះហើយខ្ញុំមិនទាន់និយាយជាមួយអ្នកបន្តខ្ញុំនឹងវេលុយ50លានឲ្យអ្នកនៅពេលក្រោយកុំឲ្យគម្រោងនេះយឺតយ៉ាវឯណាប្រពន្ធអាឡូណេស៊ីយូហេងអត់មានលុយទេចាំមើលលើកនេះឯងដោះស្រាយយ៉ាងម៉េចសូមអភ័យទោសលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចទំនាក់ទំនងបានជាបណ្ដោះអាសន្នទេសូមព្យាយាមហៅម្ដងទៀតនៅពេលក្រោយសូមអភ័យទោសលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចទំនាក់ទំនងបានជាបណ្ដោះអាសន្នទេសូមព្យាយាមហៅម្ដងទៀតនៅពេលក្រោយហេតុអីបានជាសេងយូទៅអឺរ៉ុបចំពេលនេះអីចឹងគ្មានវិធីណាផ្សេងទេត្រូវតែទៅទីនោះដើម្បីទប់ស្កាត់ស្ថានភាពជាមុនសិនរួចចាំគិតរកវិធីរកលុយពីណាកន្លះម៉ោងទៅហើយហេតុអីបានជាលុយនៅមិនទាន់ចូលកាន់នេះទៀតលោកអ្នកគ្រប់គ្រងវ៉ាងសុំលោកឥឡូវនេះសូមនាំពួកគេទៅកាន់ក្រុមអនុវត្តច្បាប់ហេចាប់ពួកគេទៅបកប្រែប្រាជ័យ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 អូនព្រៀងអូនពិតជាមានសំណាងណាស់លោកប្រធានស៊ីមុននេះគឺពួកអ្នកគ្រប់គ្រងអគារទាំងនេះហើយដែលធ្វើបាបពួកយើងលោកជួយពួកយើងឲ្យលឿនមកគ្រាន់តែជួយឲ្យពួកយើងបានសងសឹកទៅអូនសម្លាញ់ពួកគេធ្វើបាបអូនមែនទេគឺពួកវានឹងហើយស៊ីយូគឺអ្នកទីបំផុតក៏មកដល់ហើយស៊ីយូគឺចិត្តមកដល់ហើយពួកយើងទៅឡានមុនទៅទុកកន្លែងនេះឲ្យអ្នកគ្រប់គ្រងអគារដោះស្រាយចុះលេងខ្ញុំទៅធ្វើខ្លួនឲ្យល្អបន្តិចមើលនេះជាខែចំនួន12ម៉ូដែលពិសេសហើយស្រានឹងការបុកទាំងនេះសុទ្ធតែជាម៉ូដែលពិសេសលំដាប់កំពូល30លានគាត់ពិតជាមិនធម្មតាមែនអាមនុស្សនេះបែរជាបង្កបញ្ហាឲ្យខ្ញុំទៅវិញខ្ញុំដូចជាចាប់ថាឡាននេះសិនយូហាក់ដូចជាមានមួយគ្រឿងដែរបងសម្លាញ់មុននេះអូនពិតជាឆេវឆាវពេកហើយអូនស្មានថាក្រោយនេះនឹងលេងធ្វើបែបនេះទៀតហើយបងជាប្តីអូនពូកែបំផុតបងប្រកាសជាអាចជួយអូនដោះស្រាយរឿងនេះបានមែនទេសាច់ស្អាតសាច់ចាំសម្រាប់ក្មេងជំនួយបងស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានប៉ុន្តែអាស្រ័យទៅលើផលិតផលដែលយើងជ្រើសរើសយកមកប្រើថាមានគុណភាពល្អផលតបផលពិតមែនឬក៏អត់យើងជ្រើសរើសផលិតផលខុសខាតទាំងឡាយខុសទាំងស្មែកទៀតអញ្ចឹងបងចង់បានផលិតផលដែលមានគុណភាពស្តង់ដារអនាម័យខ្ពស់ខ្ញុំសូមណែនាំជាមួយនឹង collagen Suji គឺជា collagen ប្រភេទទឹកគ្មានបរិមាណបរិមាណជាបរិមាណមួយគ្រប់គ្រាន់បងប្អូនខ្ញុំទៅនឹងទទួលបានផលពិតជំនួយស្បែកសក់កញ្ចក់រកមកទៀងនិងសម្រួលការគេងហើយបងប្អូនកុំភ្លេចខ្លាចញ៉ាំ collagen ទៅប៉ះពាល់សុខភាពសម្រាប់ collagen Suji គឺសង្ដាអន្តរជាតិទទួលស្គាល់ពីក្នុងនិងក្រៅប្រទេសអតិថិជន100%អ្នកញ៉ាំទទួលបានផលពិតតែម្ដងជាមនុស្សឱកាសនិយមខ្ញុំឃើញឯងគ្រាន់តែតោងមនុស្សមានលុយគ្រប់គ្រាន់ហើយលោកស៊ីលោកកុំអាបញ្ចេញពេកប្រញាប់ដោះស្រាយរឿងសំខាន់ទៅខ្ញុំគ្មានពេលមកអង្គុយជិះជាមួយលោកទេនេះកន្លះម៉ោងហើយមិនខ្ញុំអត់ទាន់ឃើញលុយមួយរៀលផងលោកស៊ីយកលុយសុទ្ធមកអីលុយសុទ្ធ30លាននោះប្រហែលជាមានច្រើនប្រអប់ហើយមើលទៅលុយសុទ្ធអីអញជាមនុស្សស្រែបងសម្លាញ់បងប្រកាសជាយកសាច់មកហើយមែនទេបងប្រញាប់ឲ្យគេមើលទៅមើលថាតើអ្នកមានពិតប្រាកដយ៉ាងម៉េចអូយខ្ញុំមួយជីវិតនេះអត់ទាន់តែឃើញសាច់ទេចាំបន្តិចទៀតឲ្យអញថតរូបជាមួយសាច់បានហើយបងសម្លាញ់បងប្រញាប់យកលុយឲ្យគេទៅកុំប៉ះពាល់ដល់អារម្មណ៍យើងលេងបុណ្យគឺថាអាចពន្យាពេលបានប្រហែលថ្ងៃទេតែ3ថ្ងៃលោកគិតថាមិនដែរពន្យាពេល2 3ថ្ងៃទៀតបងនិយាយអីហ្នឹងកុំលេងអីយ៉ាអ្នករកស៊ីសុទ្ធតែដឹងហើយក្រុមហ៊ុនធំដូចពួកយើងអីចឹងលុយសុទ្ធតែនៅក្នុងគម្រោងអស់ហើយលំហូរសាច់ប្រាក់មិនសូវរលូនទេជួយពន្យាពេល3ថ្ងៃសិនទៅលោកយកយ៉ាងណាដែរលោកមិនដឹងទេថាសិនលោកពេលណាទើបអាចទំនេរពេលលុយមកឲ្យខ្ញុំបានទុកពេលឲ្យច្រើនបន្តិចលោកប្រធានសៀវកុំលេងសើចជាមួយខ្ញុំអីលោកជាប្រធានក្រុមហ៊ុន Vincent 30លានក៏យកចេញមិនបានដែរបើព័ត៌មាននេះបែកធ្លាយទៅគាត់នឹងត្រូវអ្នកជំនួយក្នុងទីក្រុងជាងទាំងអស់សាច់ចំអស់អស់មិញហើយអញ្ចឹងហើយមុននេះមិនមែននិយាយថារឿងដែលអាចដោះស្រាយដោយលុយមិនមែនជារឿងធំទេប្រហែលជាត្រូវគេនិយាយត្រូវហើយប្រហែលជាត្រូវទៅរកប្រពន្ធដើម្បីសុំលុយហើយពួកឯងនិយាយស្អីដេកដាស់ហ្នឹងប្រទេសខ្ញុំជាប្រធានក្រុមហ៊ុន Vincent ពិតប្រាកដមែនហើយគាត់មានប្រពន្ធតែខ្ញុំម្នាក់គត់ប្តីពួកនេះទើបតែមើលងាយយើងតែឯងមិនព្រមរៀបការជាមួយខ្ញុំព្រោះឯងមានប្រពន្ធហើយមែនទេពួកវាទៅថាយើងជាអ្វីនឹងគ្នាហ៎ពួកឯងស្ដាប់ឲ្យច្បាស់ខ្ញុំឈ្មោះស៊ីយុនគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vincent ចំណែក ICUG គឺប្រពន្ធរបស់ខ្ញុំនិងនាងនឹងរៀបការនៅខែក្រោយនៅសន្តាគារយន្តទីងនោះជាសន្តាគារប្រណីតបំផុតនៅក្រុងជញ្ជឹងរបស់យើងនិយាយថាការរៀបការម្ដងយ៉ាងតិចក៏អស់1លានដែរលោកស៊ីពិតជាចិត្តទូលីមែនអូហូលោកស៊ីនិងស៊ីយូកុំភ្លេចញ៉ាំបានអញ្ជើញឲ្យពួកយើងផងអនុញ្ញាតឲ្យពួកយើងបានទៅបាត់ភ្នែកមើលផងហា
ซิวยิงนิ่งก็จีเฮียนแมนเหมือนเริ่มแต่กับខ្ញុំយ៉ាងស៊ីវសានប៉ុណ្ណោះទេท่านទាំងហ៊ានរៀបការជាមួយប្រុសហើយនៅសន្តាគារដែលខ្ញុំជាម្ចាស់ទៀតពិតមែនហើយរេខ្ញុំបាននិយាយថាគាត់ចង់រៀបចំពិធីមង្គលការប្រចាំសតវត្សដែលល្បីល្បាញពេញពេកប្រទេសគូកាមីសុតរោគអាពីពីពេជ្រពិតជាធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលពិតជាល្អយ៉ាងនេះមែនទេប្តីតែងតែផ្ដល់ឲ្យអ្នកនៅអ្វីដែលល្អបំផុតមែនទេស្នេហាផ្អែមល្ហែមគ្រប់គ្រាន់ហើយនៅមិនក៏តាមដែលខ្ញុំដឹងប្រធានក្រុមហ៊ុនឌីងសឿងបានរៀបការយូរហើយតើខេតលឺរឿងនឹងពីណានិយាយលោកឡំខ្ញុំនៅលីវច្រើនឆ្នាំហើយឯស្រីដែលដេញតាមខ្ញុំវិញគឺតិចណាស់តែបើខ្ញុំរៀបការខ្ញុំនឹងរៀបការជាមួយទេលឺហើយនៅកុំមកបំបែកបំបាក់នៅទីនេះមេធាវីអនុវត្តកម្មវិធីការពីទ្រព្យសម្បត្តិភ្លាមបង្កប់កាន់នៃធនាគារទាំងអស់របស់ពាក្យហ៊ុនមូលនិធិទ្រព្យសម្បត្តិរើបាននិងមិនរើបានទទួលឲ្យធ្វើភ្លាមជប់ទៅកុំឲ្យខាត់ពេលទៀតលំហូរសាច់ប្រាក់មិនគ្រប់គ្រាន់អញ្ចឹងឯងទៅលក់ផ្ទះលូឡានទៅបើពិតជាមិនបានទៅខ្ចីទៅសរុបមកបើថ្ងៃនេះខ្ញុំរកលុយមិនឃើញយើងនឹងដោះស្រាយតាមផ្លូវច្បាប់ស្រីម្នាក់នេះមិនក៏មិនអាចធ្វើប្រងើយកណ្ដាលបានទៅរឿងនេះដាច់ខាតមិនអាចឲ្យទៅដល់ក្រុមអនុវត្តច្បាប់200អីឯងចាំមើលទៅអាឡូលោកលេខាចារប្រញាប់លក់ទ្រព្យសម្បត្តិក្រោមឈ្មោះខ្ញុំព្រាមិនថាប្រាវិធីណាទេត្រូវរកលុយឲ្យបាន30លានមកខ្ញុំមិនហើយរកលុយបានគ្រប់ហើយឬនឹងពួកយើងទៅមុនហើយធនធានទាំងអស់ក្រោមឈ្មោះឯងត្រូវបានយកទៅប្រើប្រាស់អស់ហើយឬអី